ជំរាបសួរបងប្អូនថ្ងៃនេះធ្វើម្ហូបកូនចិត្តឆ្អិនអស់ហើយបងប្អូនដាំបាយឆ្អិនរួចរាល់ហើយប៉ុន្តែនៅសឡទេសឡអត់តាន់ឆ្អិនទេបងប្អូនអរគុណពុកម៉ែបងប្អូនមែនតើសម្រាប់ទឹកចិត្តមេត្តាដ៏ធំធេងតែងតែបរិច្ចាគមកចម្រោះកូនអនាថាខាងប្អូនពិតជាអរគុណមែនតើខាងប្អូនសັດច្រើនត្រូវចំណាយច្រើនមែនតើបងប្អូនហើយម្ដងចំណីម្ដងអង្គម្ដងសាច់ម្ដងបន្លែអញ្ចឹងទៅទិញម្ដងគឺអស់ច្រើនខ្លាំងបើចំណីគ្រាប់គឺចុះមែនតែនហ្មងអញ្ចឹងហើយបានពួកខ្ញុំតែងតែសូមជំនួយពីបងប្អូនដើម្បីជួយផ្គត់ផ្គង់ដល់ចម្រោះកូនព្រោះអីកូនដែលខាងខ្ញុំសង្គ្រោះមកនេះគឺច្រើនបងប្អូនចម្រោះកូនមានតែពឹងពុកម៉ែបងប្អូនទាំងអស់ដែលមានចិត្តមេត្តាជួយដល់កូនហើយជំនួយដែលបងប្អូនជួយមកគឺខ្ញុំទិញអាហារសម្រាប់កូនអ្វីដែលគួរទិញគឺខ្ញុំទិញទុកដាក់ផ្គត់ផ្គង់សម្រាប់កន្លែងកូនបងប្អូនហើយជាចុងក្រោយមានតែពាក្យថាអរគុណខ្លាំងមែនតើពុកម៉ែបងប្អូនសម្រាប់ទឹកចិត្តមេត្តាដែលតែងតែជួយបរិច្ចាគមកចម្រោះកូន